យន្តការនៃការបោះឆ្នោតល្អហើយអាណត្តិក្រោយ 100% សង្គ្រោះជាតិបាកតជាឈ្នះហើយបងប្អូនអញ្ចឹងមិនមែនមានន័យថាគណៈបកសង្គ្រោះជាតិយើងដេកចាំតែបង្កើតគណៈកម្មការយន្តការសម្រាប់បោះឆ្នោតលើកក្រោយទេយើងទន្ទឹមគ្នាទីឲ្យលើកក្រោយឲ្យល្អហើយយើងក៏ទីឥឡូវនេះឲ្យបានយុទ្ធសាស្ត្រទៀតធ្វើទាំងពីរទៅជាមួយគ្នារឿងអីដែលយើងមិនបើយើងទីអាទៅអាណត្តិក្រោយបានហើយរឿងអីយើងមិនយកយើងយកអាទៅក្រុមមុខទៀតប៉ុន្តែយើងនៅទីឥឡូវនេះឲ្យមានយុទ្ធសាស្ត្រតទៅទៀតបងប្អូនបងប្អូនចំណុចទី2នេះព្រមទេបងប្អូនទទួលយកទេចង់ឲ្យកែតម្រង់ការបោះឆ្នោតទេចង់បានអាណត្តិក្រោយបោះឆ្នោតត្រឹមត្រូវទេដូច្នេះយើងទីលើកក្រោយឲ្យកែត្រឹមត្រូវហើយទីឥឡូវនេះឲ្យមានយុទ្ធសាស្ត្រទៀតបងប្អូននេះជាចំណុចព្រមព្រៀងទី2ចំណុចព្រមព្រៀងទី3ទោះបីនៅមានបញ្ហាច្រើនក៏ដោយយើងអត់ទាន់ឯកភាពគ្នាចំណុចមួយចំនួនធំក៏ដោយក៏យើងបានបដិញ្ញាចិត្តទាំងអស់គ្នាទាំងគណៈបកប្រជាជនកម្ពុជាទាំងគណៈបកសង្គ្រោះជាតិថាយើងនឹងមានការជួបគ្នាដើម្បីចែកចាយគ្នាពីបញ្ហាមួយតទៅទៀតជុំវិញបញ្ហាជាតិទាំងអស់ដែលជាប់ទាំងនោះបាទដូច្នេះយើងមិនមែនបញ្ចប់ត្រឹមថ្ងៃហ្នឹងទេយើងនឹងចែកចាយគ្នាតទៀតរឿងអីខ្លះទៀតដែលចាំបាច់ដែលយើងគណៈបកសង្គ្រោះជាតិចង់បានតាំងពីពេលដែលយើងឃោសនាបោះឆ្នោតជាគោលការណ៍របស់យើងស្អីដែលយើងចង់បានខ្លះយើងនឹងបន្តយកចំណុចមួយមកជជែកគ្នាបន្តទៅទៀតតាមរយៈក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់តាំងពីថ្នាក់កម្ពុជារហូតដល់ថ្នាក់បច្ចេកទេសផ្សេងទៀតបាទចឹងទាំង3ចំណុចនេះគឺយើងបានប្រពព្រៀងគ្នាព្រឹកមិញក្នុងជំហានទី1ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតជូនដល់បាតកោយើងថាគឺយើងអត់បោកគោលចំហយើងទេបើអត់បានយុត្តិធម៌ទេយើងនៅតែអត់ចូលប្រជុំសភាថ្ងៃ23ទេបងប្អូនបាទច្បាស់ទេបងប្អូនឃើញទេបងប្អូននេះហើយដែលជាការសម្រេចនៅក្នុងការចរចាគ្នាព្រឹកមិញនេះសូមអរគុណបាទសូមអរគុណជ័យលោកប្រធានសំរាស៊ីកម្មសខាដល់អរគុណខ្ញុំប្រកាសណាសំរងស៊ីសូមក្រាបថ្វាយបង្គំព្រះសង្ឃហើយសូមជម្រាបសួរបងប្អូនវិរៈបាបតកថ្ងៃនេះអត់ចាញ់មិនសិនមិញទេឃើញបងប្អូនមានចំនួនច្រើនកកទឹកចិត្តផុសផុលកាន់តែខ្លាំងឡើងសូមសម្ដែងការកោតសរសើរដល់បងប្អូនទាំងអស់តែយើងទាំងអស់គ្នាមានការឈឺចាប់មានការសោកស្ដាយមានការរន្ធត់ក្នុងចិត្តដោយឃើញសមត្ថកិច្ចកងបាលកងកម្លាំងប្រដាប់អាវុធប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋបង្ហូរឈាមរវាងខ្មែរនិងខ្មែរគ្នាឯងទោះជាការស៊ើបអង្កេតមិនទាន់បានលាតត្រដាងការពិតទាំងអស់នៅឡើយក៏ដោយតែយើងមានការសោកស្ដាយដោយខ្មែរម្នាក់ឈាមជ័រជាខ្មែរដូចយើងបានទទួលមរណភាពដូច្នេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាស្មឹងស្មាតជាមួយខ្ញុំមួយនាទីនឹកដល់អ្នកដែលបានបូជាជីវិតសម្រាប់ប្រទេសជាតិហើយនឹកដល់បងប្អូនយើងម្នាក់ម៉ាសិនមិញដែលបានស្លាប់សូមស្មឹងស្មាតហើយក្នុងចិត្តយើងខិតខំធ្វើយ៉ាងដូចម្ដេចផ្ដាច់ការចិត្តកុំឲ្យមានអំពើហិង្សាបែបហ្នឹងកើតមានឡើងថ្មីជាថ្មីទៀតរវាងខ្មែរនិងខ្មែរសូមបងប្អូនមេត្តាស្មឹងស្មាតសូមស្មឹងស្មាតគោរពដល់ដួងវិញ្ញាណក្ខន្ធដែលបានបូជាដើម្បីជីវិតដើម្បីប្រទេសជាតិ
សូមសម្រួលអេយ៉ាបជ័យយោបងប្អូនខាងជ័យយោរបស់ប្រទេសជាតិលោកអនុប្រធានគឹមសុខាហើយរូបខ្ញុំសំរាមស៊ីមានមោទនភាពជំរាបបងប្អូនថាយើងបានគោរពពាក្យសន្យារបស់យើងថាមិនចូលសភាដាច់ខាតដរាបណាមិនទាន់ផ្ដល់យុត្តិធម៌ជូនម្ចាស់ឆ្នោតហើយនេះយើងបញ្ជាក់ថាអត់ចូលសភាទេរកដំណោះស្រាយផ្ដល់យុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុនសិនយើងបានគោរពពាក្យសន្យារបស់យើងបង្ហាញថាយើងមានភាពស្មោះត្រង់ជាមួយបងប្អូនទាំងអស់បងប្អូនទុកចិត្តគណៈបកសង្គ្រោះជាតិអត់ខុសទេពីព្រោះសង្គ្រោះជាតិការពារចំហបងប្អូនដែលជាមានយុត្តិធម៌ជ័យយោរបស់ប្រទេសជាតិជ័យយោរបស់ប្រទេសសំរងស៊ីកម្មការរបស់ខាងបងប្អូនសប្បាយចិត្តទេឃើញអ្នកដឹកនាំរបស់យើងមានភាពរឹងមាំជ័យយោរបស់ប្រទេសជាតិគោរពពាក្យសន្យារបស់ខ្លួនគោរពឆន្ទៈរបស់ប្រជារាស្ត្រថាបដិញ្ញាចិត្តរកយុត្តិធម៌ជូនបងប្អូនពីព្រោះយើងបោះឆ្នោតឲ្យសង្គ្រោះជាតិសង្គ្រោះជាតិត្រូវតែឈ្នះរឿងអីថាសង្គ្រោះជាតិចាញ់យើងអត់សឹកចិត្តទេយើងត្រូវតែទៀមទាយុត្តិធម៌ឲ្យដល់តែបានហ្នឹងហើយអ្វីដែលសំខាន់ឃើញថាជំហរយើងរឹងមាំណាស់ការបដិញ្ញាចិត្តរបស់យើងម្នាក់គឺបដិញ្ញាចិត្តខ្ពស់ដដែលអត់ព្រមទេអត់ចោះចាញ់ទេអត់ចូលទេដរាបណាអត់ទាន់បានយុត្តិធម៌តែអ្វីដែលយើងបានជជែកនោះគឺយើងត្រូវគិតថាបើយើងបានផលចំណេញអ្វីភ្លាមជូនប្រជាពលរដ្ឋយើងត្រូវតែយកផលចំណេញទី1គឺធានាសុវត្ថិភាពបាតុករទាំងអស់ថ្ងៃនេះយប់នេះស្អែកពេញមួយថ្ងៃគណៈបកប្រជាជនធានាថាដរាបណាយើងប្រកាន់ចំហអហិង្សាដូចយើងបានប្រកាន់ហើយយើងនឹងប្រកាន់ទៀតអត់មាននរណាមករករឿងធ្វើបាបឆាឆៅយើងទេដូច្នេះសម្រាប់ឲ្យស្រួលជុំនឹងអត់មាននរណាមករើសលួចកន្លែងយើងទេអត់ទេយប់មិញបងប្អូនដែលសម្រាប់ហ្នឹងឮសូរពាក្យចរចាបារាមថាគេមកបោះសម្អាតគេមករើសរុះមែនទេឮសូរខ្លះឥឡូវអត់អីទេសម្រាប់ឲ្យស្រួលទៅអត់មានអីទេអត់មាននរណាបបាក់ពាល់យើងទេហើយយើងអបអរសាទរព្រះរាជសារព្រះមហាក្សត្រលោកថាលោកមានបន្ទូលថាសូមកុំឲ្យអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សានិយាយឲ្យចាំទៅកម្លាំងបាយកម្លាំងអាវុធមកលើប្រជាពលរដ្ឋហើយលោកអំពាវនាវថាបាតុករទាំងអស់ត្រូវតែគោរពគោលការណ៍អហិង្សាតែសារនេះខ្ញុំជឿថាមិនមែនសំដៅមកយើងទេពីព្រោះយើងគោរពអំពើយើងគោរពអហិង្សាចំហអហិង្សាដូច្នេះនៅក្នុងទីលានប្រជាធិបតេយ្យសមាជិកអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់ទុកដៃយើងបានស្បត់យើងបានសច្ចាប្រតិធានយើងបានអនុម័តក្រមសីលធម៌ក្រមសីលធម៌គឺបញ្ជាក់ថាយើងមិនចូលរួមដាច់ខាតក្នុងអំពើហិង្សាណាសូម្បីតែបន្តិចក៏គ្មានដែរដូច្នេះបរិយាសិក្សានេះមិនសំដៅមកយើងទេព្រោះយើងអហិង្សារួចទៅហើយអហិង្សាជានិច្ចកាលមែនទេបងប្អូនអហិង្សា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 ជាបរិយាសិក្សានេះគឺសំដៅទៅពួកជនដៃដល់តែចូលចិត្តតែប្រើកំភ្លើងចូលចិត្តតែបាយចូលចិត្តតែចាប់ចូលចិត្តតែទាត់ធាក់នឹងឲ្យអ្នកដែលប្រើអំពើហិង្សាឥឡូវឈានទៅដល់បាញ់ទៀតណា
បាញ់ដល់ស្លាប់ប្រជាពលរដ្ឋខ្មែរនឹងហើយអ្នកដែលប្រអំពើហិង្សាដូច្នេះថ្ងៃនេះយើងបានសន្យាឲ្យគណៈបកប្រជាជនបានសន្យាថាគោរពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រគឺសម្ដៅទៅពួកជនដៃដូរដែលចូលចិត្តតែប្រាអំពើហិង្សាឥឡូវនេះពួកនោះមិនអាចប្រាអំពើហិង្សាមកលើយើងបានទៀតទេនឹងហើយជាជ័យជំនះសិលធម៌មួយជ័យជំនះផ្នែកសិលធម៌គឺដោយសន្តិវិធីដោយការចរចាតាមរយៈការចរចាយើងអាចធានាសុវត្ថិភាពជូនបងប្អូនអ្នកគាំទ្រគណៈបកសង្គ្រោះជាតិទាំងអស់ជាពិសេសជូនបាតុករគ្រប់រូបដែលបានគោរពក្រមសីលធម៌គណៈបកសង្គ្រោះជាតិជ័យបងប្អូនខាងជ័យគណៈបកសង្គ្រោះជាតិតែក្តីសម្រេចណាវិធានការណាដែលធានាអាយុជីវិតប្រជាពលរដ្ឋដែលធានាបរណភាពរាងកាយប្រជាពលរដ្ឋដែលធានាសេរីភាពនិងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋម្នាក់និងប្រជាពលរដ្ឋគ្រប់រូបជាជ័យជំនះធំណាស់ឥឡូវនេះយើងទទួលបានជ័យជំនះហើយពីព្រោះយើងធានាថាមានការគោរពអាយុជីវិតបរណភាពរាងកាយសេរីភាពនិងភាពថ្លៃថ្នូររបស់វីរៈបាតុករទាំងអស់ជ័យបាតុករហើយខាងជ័យជំនះធំណាស់បងប្អូនមិនមែនសម្រាប់តែថ្ងៃនេះសម្រាប់ថ្ងៃស្អែកតែសម្រាប់លើកក្រោយទៀតពីព្រោះយើងអត់ទាន់ឈប់ទេតើតែបានយុទ្ធធម៌ 100% បានយើងឈប់មកណាបងប្អូនមានយុទ្ធធម៌មាន